នេះហើយបញ្ជាក់យ៉ាងពិតប្រាកដនៃភាពសុខដុមនៃសាសនានៅកម្ពុជាដែលខ្ញុំគិតថាมันមានច្រើនទេនៅបណ្ដាប្រទេសរបស់យើងនេះនៅលើពិភពលោកដែលមានភាពសុខដុមដោយតែអ្វីដែលយើងឃើញបាទនៅទីនេះភាពសុខដុមនេះខ្ញុំគិតថាជាវប្បធម៌របស់ខ្មែរយើងទាំងអស់គ្នាជាវប្បធម៌ដ៏ថ្លៃថ្លារបស់យើងដែលយើងមានតាំងពីណាពីណីមកហើយនេះគឺជាវប្បធម៌សន្តិភាពហើយការដឹងគុណសន្តិភាពនេះសម្រាប់ខ្ញុំម៉ោងនេះវាកាន់តែជ្រាបខ្លាំងចំពោះខ្ញុំបាទពេលដែលខ្ញុំឮសម្ដេចតេជោបាទប្រើពាក្យអរគុណសន្តិភាពខ្ញុំពេលនោះក៏មិនទាន់និយាយមែនតើមិនទាន់ច្បាស់ប្រមាណដែរទេនៅក្នុងចិត្តថាតើពាក្យនេះមានអត្ថន័យប៉ុណ្ណាសម្រាប់រូបខ្ញុំមិញបងប្រុសលោកបានលើកថាកសាងទីអារាមនេះបាទទីកន្លែងនេះដើម្បីផ្សព្វផ្សាយដើម្បីអញ្ចឹងក៏តែខ្ញុំគិតថានេះគឺជាបំណែកមួយជាកោសិកាមួយដ៏សំខាន់ដែរសម្រាប់ខណ្ឌរបស់យើងសម្រាប់ជ្រោយចង្វាឥឡូវបងប្អូនរបស់យើងនៅជ្រោយចង្វាយើងមានប៉ុណ្ណឹងយើងមានជារួមផ្ទះសម្បែងរបស់បងប្អូនប្រជាជនរបស់យើងបាទយើងមានកន្លែងយើងធ្វើពាណិជ្ជកម្មយើងមានកន្លែងបម្រើឲ្យរដ្ឋបាលសាធារណៈដូចជាខណ្ឌដូចជាសង្កាត់របស់យើងអញ្ចឹងភូមិរបស់យើងបាទក៏ប៉ុន្តែសំខាន់ជាងនោះទៅទៀតនៅពេលដែលជីវភាពរបស់យើងប្រសើរជាងមុនយើងត្រូវមានកន្លែងរបស់យើងហើយកន្លែងនេះមិនមែនកន្លែងត្រឹមតែមកផ្សព្វផ្សាយកន្លែងនេះសម្រាប់ខ្ញុំគឺជាកន្លែងដែលមនុស្សនឹងមកស្គាល់ខ្លួនឯងហើយស្គាល់អំពីតែអ្វីដែលអាឡោះបានបង្រៀនហើយខ្ញុំគិតថានេះគឺជាភាពជឿនលឿនរបស់យើងមនុស្សទៅរកវត្តអារាមទៅរកវិហារកាតូលិកឬមួយវិហារសាសនាគ្រិស្តឬមួយទៅរកវិហារអ៊ីស្លាមជួនកាលយើងទៅរកធម៌អាយអញ្ចឹងហ្នឹងបាទដូចខ្មែរយើងចាស់បានថាទៅវត្តតែឥឡូវក្មេងក៏ទៅដែរណាខ្ញុំសង្ឃឹមថានេះបងប្អូនអ៊ីស្លាមរបស់យើងដែលជាបងប្អូនវ័យក្មេងអាចថាចឹងចុះឬមួយថាមិនប្រកាន់អាយុអីទេប៉ុន្តែជាកន្លែងនេះធ្វើឲ្យគាត់ចាប់ផ្ដើមស្គាល់ខ្លួនឯងច្រើនជាងមុនហើយក៏ស្គាល់អំពីវប្បធម៌អរិយធម៌របស់អ៊ីស្លាមខ្ញុំការយល់របស់ខ្ញុំតែកាលណាមនុស្សមួយយល់ច្បាស់ពីអរិយធម៌ប្រពៃណីទលាមទម្លាប់របស់អ៊ីស្លាមឬមួយថាពុទ្ធឬមួយថាសាសនាគ្រិស្តខ្ញុំគិតថាសង្គមយើងនឹងកាន់តែរឹងមាំខ្ញុំលើកចំណុចនេះឡើងខ្ញុំគិតថាវាចំពេលវេលាមួយដែលយើងត្រូវធ្វើម៉េចពង្រឹងខ្លួនឯងឲ្យកាន់តែរឹងមាំជាងមុនជាការពិតយើងបានវិហារយើងបានមកស្ទីករបស់យើងហ្នឹងហើយក៏តែភាពរឹងមាំរបស់យើងក៏ស្ថិតនៅលើបុគ្គលនីមួយៗ